មុនចូលទៅដល់សាច់រឿងរបស់យើងសូមជួយចុច Like and Subscribe ឲ្យជាម្នាក់មួយផងនៅក្នុងកម្មវិធីជប់លៀងដឹកសួររបស់ក្រុមហ៊ុនដែលមានបុគ្គលិកជាង 1000 នាក់ចូលរួមក្នុងពេលនោះខ្ញុំបានចាប់ចិត្តជាមួយបុរសរូបសង្ហាម្នាក់ដោយបាននិយាយគ្នាលេងនិងតាក់ទងបែបអ្នកធ្វើការជាមួយគ្នាក្រោយពីចប់កម្មវិធីជប់លៀងជាមួយមិនរួមការងាររួចខ្ញុំក៏បានរៀបខ្លួននឹងត្រឡប់ទៅផ្ទះវិញប៉ុន្តែមិនឃើញមិត្តភ័ក្តិដែលមកជាមួយខ្ញុំសោះស្របពេលនោះមិត្តភ័ក្តិរបស់បុរសរូបសង្ហាក៏បាននាំគ្នាត្រឡប់ទៅវិញអស់ដូចគ្នាសតែខ្ញុំនិងគាត់ប៉ុណ្ណោះខណៈនោះដែរគាត់បានដើរមកជិតខ្ញុំហើយខ្សឹបដាក់ត្រចៀកខ្ញុំធ្វើឲ្យខ្ញុំព្រឺសម្បុរខ្ញាក់ខ្ញុំគិតថាតើគេចង់ធ្វើអីនឹងពេលនោះគេបានសួរខ្ញុំថាពេលណាទៅផ្ទះហើយទៅជាមួយអ្នកណាខ្ញុំឆ្លើយថាកំពុងតែចង់ចេញទៅតែមិនឃើញមិត្តដែលមកជាមួយគ្នាសោះគេក៏និយាយទៀតថាចាំខ្ញុំជូនទៅបានអត់ខ្ញុំឆ្លើយវិញថាមិនសមទេដឹងគេតបថាបាត់មិនអីទេឲ្យតែព្រមឲ្យខ្ញុំជូនម្យ៉ាងយប់ហើយនាងទៅម្នាក់ឯងមិនល្អទេដោយមិនអាចជិះបានម្យ៉ាងគិតថាជាអ្នកធ្វើការក្រុមហ៊ុនជាមួយគ្នាផងនោះខ្ញុំក៏សម្រេចចិត្តឲ្យគាត់ជូនទៅគាត់ក៏ថាឲ្យចាំបន្តិចគាត់ទៅយកឡានសិនបន្ទាប់មកគាត់បើកឡានមកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់បើកឡានស្ពណ៌សេរីទំនើបតម្លៃតិចជាង$10,000នោះទេខ្ញុំសឹងតែឈោស្រឡាំងកាំងតតែគាត់ស៊ីភ្លេចទើបដឹងខ្លួនគ្រាន់តែដើរជិតដល់ឡានទ្វារឡានក៏បើកដោយស្វ័យប្រវត្តិពិតជាអស្ចារ្យមែនពេលចូលក្នុងឡានគាត់ចាក់បទ romantic យ៉ាងពីរោះអន្លង់អន្លោចខ្ញុំមានអារម្មណ៍ថាមានសេចក្តីសុខខ្លាំងណាស់ដោយហេតុមិនដែលមានឡានទំនើបជិះខ្ញុំចេះតែមើលនេះមើលនោះទើបឃើញកាត់បុគ្គលិកដែលគាត់ព្យួរជាប់ជាមួយនឹងកញ្ចក់ឆ្លុះខាងក្រោយខ្ញុំក៏ទាញវាមើលទើបដឹងថាគាត់ជានាយកគ្រប់គ្រងសាខាចឹងបានមានយ៉ាងនេះមួយសន្ទុះឡានក៏ឈប់នៅចំមុខផ្ទះរបស់ខ្ញុំគាត់ក៏សួរថាផ្ទះនឹងមែនខ្ញុំមកក្បាលទ្វារឡានក៏បើកដោយខ្លួនឯងធ្វើឲ្យខ្ញុំមានអារម្មណ៍មិនអស់ចិត្តសោះថាឆាប់ដល់ផ្ទះម្លេះខ្ញុំក៏ចុះពីឡានហើយនិយាយថាអរគុណហើយដែលបានជូនមកគាត់ក៏តបថាមិនអីទេរាត្រីសួស្ដីពេលមកដល់បន្ទប់ខ្ញុំក៏ចូលទៅងូតទឹកសម្អាតខ្លួនព្រោះបែកញើសជោគតាំងពីថ្ងៃឡើងស្អិតខ្លួនពេលខ្ញុំងូតតិចរួចខ្ញុំក៏ដាក់ខ្លួនគេងនៅលើគ្រែដោយពាក់អាវយឺតនិងតែស្លៀកលីអូប៉ុណ្ណោះគេងមួយសន្ទុះស្រាប់តែមានសំឡេងសួរខ្ញុំថាមិនទាន់គេងទេហីខ្ញុំក៏ឆ្លើយយ៉ាងស្រមើស្រមៃដូចជាការពិតបន្តិចដូចយល់សប្តិបន្តិចថានៅទេបន្ទាប់មកបុរសសង្ហាម្នាក់នោះក៏ចូលមកដល់ហើយដោះកន្សែងចេញពីខ្លួនដោយនៅសល់តែខ្លួនទេប៉ុណ្ណោះជាមួយនឹងនាយក្រីរបស់គាត់នៅកណ្ដាលវាលខ្ញុំសួរថាម៉េចមិនស្លៀកខោគេឆ្លើយថាជាទម្លាប់ទៅហើយព្រោះគេចូលចិត្តគេងបែបនេះខ្ញុំក៏បិទភ្នែកគេងទៅវិញទាំងភាពស្រវឹងខ្លាំងគេក៏ដាក់ខ្លួនគេងមកលើខ្ញុំមានអារម្មណ៍ថាគេចង់ស៊ីអញហើយមើលទៅតែព្រោះតែស្រវឹងខ្លាំងគ្មានកម្លាំងក្នុងខ្លួនហើយណាមួយគិតថាគ្រាន់តែជាយល់សប្តិប៉ុណ្ណោះពេលនោះខ្ញុំក៏នៅស្ងៀមឲ្យគេវីលុកតាមចិត្តចុះតែខ្ញុំក៏និយាយថាត្រូវតែប្រាស្រ័យនាគេឆ្លើយថាអកជីយល់សប្តិសោះនៅឲ្យគេប្រាស្រ័យទៀតគេក៏ចាប់ផ្ដើមស្រាតខូលីអូស្ដាងរបស់ខ្ញុំចេញពីខ្លួនហើយស្ទាបអង្អែលកូនភ្នំរបស់ខ្ញុំបិទជញ្ជក់មាត់របស់ខ្ញុំព្រមទាំងលិតសពសាពីងកាយរបស់ខ្ញុំធ្វើឲ្យខ្ញុំស្រាវស្រាប់ពេញខ្លួនថែមទាំងភាពក្តៅអន្ទះអន្តែងទៀតផងបន្ទាប់មកទៀតគេក៏ចាប់ផ្ដើមមិនចុះប្រឡែងជាមួយរូងភ្នំពេលមានស្មៅដុះពីលើដូចជាសប្បាយណាស់មើលទៅខ្ញុំរើខ្លួនចុះឡើងរមូលដូចអន្ទង់ត្រូវភ្លើងក្តៅដោយភាពស្រាវស្រាប់ពេលនេះខ្ញុំមានអារម្មណ៍ដឹងថារូងភ្នំរបស់ខ្ញុំកំពុងចេញទឹកជន់ចូលទៅហើយពេលនោះខ្ញុំសម្លឹងមើលទៅនាយក្រីរបស់គេពេលខឹងទៅអីក៏ធំយ៉ាងនេះគាត់ក៏បញ្ឈប់ហើយទាញស្រោមយកមកពាក់លើនាយក្រីរបស់ខ្លួនដែលកំពុងតែខឹងញ៉ាំងរឹងកំប្រេះនោះជីមិនទាន់បានសងសឹកផងពាក់ស្រោមបាត់ពាក់ហើយគេក៏ចាប់ផ្ដើមវីលុកលើរូងភ្នំរបស់ខ្ញុំទាំងកំរោលតែម្ដងប្រហែលមកពីស្ថានភាពស្រវឹងខ្លាំងហើយទើបគាត់មិនថ្នមបន្តិចតតែសោះចំណែកឯខ្ញុំវិញឈឺខ្លាំងគេក៏និយាយថាទ្រាំទៅបន្តិចទៀតស្រួលឥឡូវហើយខ្ញុំនៅតែខំប្រឹងធ្ងោព្រោះឈឺខ្លាំងពេកដោយសារតែនាយក្រីដ៏ធំរបស់គេឯគេក៏នៅតែខំប្រឹងបញ្ជូននាយក្រីរបស់គេចូលទៅរូងភ្នំដ៏តូចរបស់ខ្ញុំរហូតតតែកប់ដល់គល់ហើយក៏ចាប់ផ្ដើមធ្វើចលនាចេញចូលផ្លាស់ប្ដូរទៅតាមសម្លេងធ្ងោរបស់ខ្ញុំពេលនោះគាត់ក៏ចាប់ផ្ដើមបន្ថែមល្បឿនយ៉ាងញាប់ប្រហែលជាង10នាទីគាត់បានឲ្យខ្ញុំឡើងអង្គុយពីលើវិញម្ដងខ្ញុំក៏ចាប់ផ្ដើមចលនារែងដូចត្បាល់កិច្ចម្សៅគៀបនាយក្រីក្រវីចុះឡើងទាំងបញ្ចេញសម្លេងធ្ងួពេញបន្ទប់ចំណែកដៃរបស់គាត់ក៏មិនទំនេរច្របាច់លេងកូនភ្នំរបស់ខ្ញុំដែលកំពុងតែយកចុះឡើងទៅតាមចង្វាក់រែងរគាករបស់ខ្ញុំក្បាច់នេះធ្វើឲ្យខ្ញុំចាប់ផ្ដើមស្រួលខ្លាំងដល់ចំណុចកំពូលឡើង2ដងទៅហើយចេញទឹកកោះបែកពុះហូរប្រទាក់ពេញស្មៅខ្មៅគាត់ពិតជាអស្ចារ្យណាស់បដូរក្បាច់ទៀតហើយគឺគាត់ចាប់ទាញខ្ញុំឲ្យលុតជង្គង់វិញម្ដង
រួចចាប់តម្រង់នាគ្រីចូលប្រដាប់ខ្ញុំពីក្រោយយ៉ាងគំហុកលាន់ស្នូច្រាចាប់ព្រោះពេលនេះទឹកឡើងបែកដូចខ្ទិះដូងរអិលព្រិលមិនពិបាកចូលដូចមុនឡើយគាត់ចាប់ត្រគាកខ្ញុំជាប់រួចបុកចូលខ្លាំងគ្មានសំចៃដៃស្រួលណាស់បងបុកថែមទៀតមកគុំឈប់អីបុកឲ្យខ្លាំងមកបងគាត់បានដៃបុករឹតតែញាប់ឡើងរហូតចេញទឹកពេញក្នុងរូងភ្នំរបស់ខ្ញុំហើយក៏ដេកទ្រប់ឲ្យខ្ញុំនៅពីលើទាំងដង្ហើមហត់កខុសគាត់ដេកខ្ញុំបែបនេះប្រហែលជា10នាទីខ្ញុំមានអារម្មណ៍នៅថាអាវុធរបស់គាត់កំពុងតែរីកមាឌឡើងរឹងទៀតបាត់ទៅហើយព្រោះគាត់កំពុងតែតម្រង់ញល់ពីក្រោយរកផ្លូវចូលម្ដងទៀតហើយពេលនេះគាត់ចាប់ផ្ដើមយកខ្លួនជាថ្មីម្ដងទៀតចំណែកខ្ញុំអស់ដៃអស់ជើងហើយបានត្រឹមតែដេកចាំទទួលការបុករកពីគាត់តែប៉ុណ្ណោះគាត់វាសម្រុកខ្លាំងទាត់តែបានសម្រេចជាលើកទី2មិនទាន់បាត់ហត់ផងលោកឲ្យក្នុងរយៈពេល1ម៉ោងគាត់វាប្រហាររហូតធ្វើឲ្យខ្ញុំនេះគ្មានកម្លាំងសូម្បីតែញើបអង្គុយដល់ថ្នាក់វាចុះពីលើគ្រែសឹងតែមិនបានតែគាត់វិញមើលទៅនៅធម្មតាដែលពិតជាអស្ចារ្យមែនពីរដងនៅខ្លាំងអីខ្លាំងយ៉ាងនេះគាត់ជួយគ្រីខ្ញុំដាក់លើគ្រែហើយគាត់បានគេងខ្ញុំហើយនិយាយថាស្រួលខ្លាំងទេអូនខ្ញុំគ្មានកម្លាំងសូម្បីនិយាយតបទៅវិញទេក៏សម្ងគេងលងលក់ទៅរហូតដល់ម៉ោង7:10ទើបខ្ញុំភ្ញាក់ពីគេងពេលនោះខ្ញុំខំស្រវាចាប់ទេវបុត្រដែលនាំខ្ញុំឡើងឋានសួគ៌ក៏កាលពីយប់មិញតែមិនឃើញសោះដូចបាត់ផ្លូវឡើងបាត់ស្នេហ៍ខ្ញុំក៏មិនអស់ចិត្តព្រោះគិតថាជាការពិតក៏លោកមលើសាមជោគតែម្ដងទើបខ្ញុំដឹងថាចាញ់បោកយកសັບថាហាចប់